ធាចិនបានបញ្ជូនអង្គភាពកងទ័ពជើងគោកកងទ័ពជើងទឹកកងទ័ពអាកាសនិងសពាវុធគ្រប់ប្រភេទឡោមព័ទ្ធជុំវិញកោះតៃវ៉ាន់ជាការចាប់ផ្ដើមសមយុទ្ធរយៈពេល11ថ្ងៃដែលចិនឲ្យឈ្មោះថាបេសកកម្មយុទ្ធធម៌ឆ្នាំ2025សមយុទ្ធនេះត្រូវបានរចនាឡើងដោយគ្នាបេះបិទទៅនឹងការប្រយុទ្ធជាក់ស្ដែងដើម្បីហែកបំបែកកោះតៃវ៉ាន់យោងតាមទូរទស្សន៍សង្ហបុរី CNA ក្រោមប្រតិបត្តិការនេះកងទ័ពរំដោះប្រជាជនចិនបានដាក់ពង្រាយកងយន្តហោះចម្បាំងយន្តហោះទម្លាក់គ្រាប់បែកយន្តហោះគ្មានមនុស្សបើកប្រដាប់ដោយអាវុធនិងយន្តហោះឃ្លាំមើលព័ទ្ធដែនអាកាសជុំវិញកោះតៃវ៉ាន់ខណៈដែលនាវាចម្បាំងបានគ្រប់គ្រងដែនសមុទ្រដំណើរគ្នានោះរ៉ុកេតរយៈចម្ងាយឆ្ងាយរបស់ចិននិងអង្គភាពបាញ់មីស៊ីលបានហាត់សមការបាញ់ប្រហារយ៉ាងជាក់លាក់ទៅលើគោលដៅចល័តជើងគោកសមយុទ្ធនេះនឹងបាញ់គ្រាប់ពិតទាំងអស់ពីដែនអាកាសសមុទ្រនិងជើងគោកការរៀបចំនេះឆ្លុះបញ្ចាំងពីសេណារីយ៉ូសង្គ្រាមសម័យ Digital ដោយប្រើឧត្តមភាពផ្លូវអាកាសជាមុនសិនដើម្បីបំបាក់ទ័ពសត្រូវការបិទផ្លូវកងទ័ពជើងទឹកជាជំហានបន្ទាប់និងចុងក្រោយការវាយប្រហារដោយមីស៊ីលពីដីគោកនិងច្រើនទិសក្នុងពេលតែមួយអ្នកនាំពាក្យរបស់បញ្ជាការភាគខាងកើតរបស់ចិនលោកស៊ីយីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាបេសកកម្មយុទ្ធធម៌ឆ្នាំ2025គឺជាប្រតិបត្តិការព្រមានពីការដាក់ទណ្ឌកម្មនិងរារាំងកងកម្លាំងបំបែកខ្លួនឯករាជ្យតៃវ៉ាន់និងកម្លាំងជ្រៀតជ្រែកទីខាងក្រៅប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានផ្សាយផ្ទាំងរូបភាពចំនួន2ពីបេសកកម្មនេះផ្ទាំងទី1មានខែលមាស2ដែលមាននិមិត្តសញ្ញាកងទ័ពរំដោះប្រជាជនចិនរួមជាមួយនឹងយន្តហោះយោធានិងនាវា2គ្រឿងផ្ទាំងរូបភាពទី2បង្ហាញពីព្រួញភ្លើងកំពុងតែធ្លាក់មកលើកោះតៃវ៉ាន់និងបាញ់សត្វល្អិតពណ៌បៃតងទីក្រុងប៉េកាំងតែងតែហៅប្រធានាធិបតីតៃវ៉ាន់ថាជាប៉ារ៉ាស៊ីតនិងបានប្រើរូបតុក្កតាសត្វល្អិតពណ៌បៃតងដើម្បីតំណាងឲ្យកងកម្លាំងបំបែកខ្លួនក្នុងពេលសមយុទ្ធជុំវិញកោះតៃវ៉ាន់តាំងពីឆ្នាំ2022មកតៃវ៉ាន់បានកោតទោសសមយុទ្ធនេះហើយបានបញ្ជាក់ថាតៃវ៉ាន់កំពុងតែធ្វើសមយុទ្ធប្រយុទ្ធឆ្លើយតបយ៉ាងរហ័សដើម្បីទប់ទល់ទៅនឹងហានិភ័យដែលចិនអាចប្រែក្លាយសមយុទ្ធរបស់ខ្លួនទៅជាការវាយប្រហារពិតប្រាកដភ្លាមគួរសម្គាល់ថាកម្ដៅចិននិងតៃវ៉ាន់ឆេះកាន់តែខ្លាំងក្រោយពីអាមេរិកយល់ព្រមលក់អាវុធតម្លៃជាង$11,000 លានទៅឲ្យទីក្រុងតៃប៉េដែលទីក្រុងប៉េកាំងនិយាយថាឆ្លងកាត់បន្ទាត់ក្រហម